មានលុយ$430បងប្អូនគួរតែទិញ iPhone 13 Pro Max នេះយកមកប្រើឬក៏អត់បន្ទាប់ពីធ្វើវីដេអូ review 12 Pro Max រួចខ្ញុំទទួលបានសំណូមពរពីបងប្អូនយើងច្រើនមែនទែនឲ្យខ្ញុំ review 13 Pro Max មួយទៀតអូខេថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅជីកកកាយមើលឡើងវិញថាតើទូរស័ព្ទដែលចេញតាំងពីចុងឆ្នាំ2021មកដល់ឥឡូវនេះតើវានៅតែខ្លាំងឬអត់ដំបូងខ្ញុំសូមនិយាយពី design ទៅមុន iPhone 13 Pro Max មានរូបរាងស្ទើរតែដូចគ្នាទាំងស្រុងទៅនឹង iPhone 12 Pro Max ពួកវាខុសគ្នាតែបន្តិចទេគឺនៅត្រង់កន្លែងក្បាលឆកដែលលើកនេះគេបានបង្រួមទំហំក្បាលឆកឲ្យតូចជាងមុនបន្តិចហើយក៏បានលើកទីតាំង speaker ឡើងទៅលើបន្តិចដែរ speaker លើកនេះមានទំហំវែងជាងមុនហើយសំឡេងក៏បូកបានខ្លាំងជាងមុនដែរ frame ព័ទ្ធជុំវិញទូរស័ព្ទនេះនៅតែប្រើដែក stainless steel ពេលចាប់កាន់នៅតែមានអារម្មណ៍ថា premium ហើយខាងក្រោយនៅតែប្រើកញ្ចក់ matte glass រលោងស្អាតអត់ជាប់កាយ៉ៅដៃទេអេក្រង់របស់13 Pro Max មានទំហំ 6.7 inch Super Retina HDR OLED វាមានទំហំដូចគ្នាទៅនឹង12 Pro Max គ្រាន់តែលើកនេះ Apple បានសម្រេចចិត្តដាក់ល្បឿន refresh rate ឡើងពី 60Hz មកដល់ 120Hz អេក្រង់លឿនបែបនេះគួរតែស៊ីថ្មជាងមុនប៉ុន្តែពេលប្រើជាក់ស្ដែងបែរជាកាន់ថ្មបានយូរជាងស៊េរីមុនទៀតដោយសារតែក្រុមហ៊ុន Apple បានបំពាក់មុខងារឆ្លាតវៃធ្វើឲ្យវាមានសមត្ថភាពឆ្លាស់ពី 10Hz ឡើងទៅដល់ 120Hz តាមកលៈទេសៈឧទាហរណ៍ថាពេលយើងលេងហ្គេមអេក្រង់នេះនឹងបើក refresh rate ដល់ទៅ 120Hz ប៉ុន្តែពេលយើងមើលវីដេអូធម្មតាវានឹងទម្លាក់ល្បឿនអេក្រង់ចុះមកទាបវិញដើម្បីសន្សំថ្មនិយាយរឿងថ្ម iPhone 13 Pro Max មានទំហំថ្មធំជាងមុនលើកនេះវាឡើងដល់ទៅ 4352 mAh ទាំងការប្រើប្រាស់ទូទៅទាំងការលេងហ្គេមគឺ smooth ខ្លាំងជាង12 Pro Max បើបងប្អូនជាអ្នកប្រើប្រាស់ iPhone ដែលមានល្បឿនអេក្រង់ត្រឹម 60Hz ពេលបដូរមកប្រើ 120Hz បងប្អូននឹងមានអារម្មណ៍ថារអិល smooth ខ្លាំងដូចថ្មអូនស្រីអញ្ចឹងម្យ៉ាងទៀត Apple ធ្វើការ optimize ថ្មបានល្អខ្លាំងណាស់លើ model មួយនេះវាក៏ support fast charge សាកថ្មបានលឿនជាងមុនហើយមុខងារ MagSafe សាកថ្មឥតខ្សែក៏នៅតែមានប្រើផងដែរ iPhone 13 Pro Max ប្រើបន្ទះ chip A15 Bionic ទំហំ 5 nanometer ខ្ញុំនិយាយមែន chip នេះនៅតែខ្លាំង edit video 4K និងលេង game នៅតែ smooth ទោះលេង game យូរក៏អត់ lag ដែរព្រោះ13 Pro Max រក្សាកម្ដៅបានល្អមិនសូវឡើងកម្ដៅក្ដៅខ្លាំងដូច12 Pro Max ទេងាកមកមើលកាមេរ៉ាវិញ13 Pro Max បានបំពាក់កាមេរ៉ាទំហំ12 megapixel គ្រប់ lens ទាំងអស់ដូចស៊េរីមុនដែរប៉ុន្តែលើកនេះវាមានសមត្ថភាពថតរូបនិងថតវីដេអូបានកាន់តែប្រសើរជាងមុនដោយសារតែ lens gold មាន aperture ធំរហូតដល់ទៅ f1.5 វាអាចទាញពន្លឺចូលបានច្រើនជាងមុនមិនថាថតនៅពេលថ្ងៃឬក៏ថតនៅពេលយប់ទេ lens gold នេះអាចថតបានច្បាស់ជាងគេចំណែក lens ultra wide ក៏ល្អជាងមុនដែរវាមាន aperture ធំជាងមុនដល់ទៅ f1.8 ជួយឲ្យថតប្លង់ទលាយបានកាន់តែច្បាស់ហើយក៏កាត់បន្ថយ noise បានច្រើននៅកន្លែងខ្សោយពន្លឺចំណែកមួយគ្រាប់ទៀតគឺ lens telephoto យើងប្រើសម្រាប់ថត portrait លើកនេះយើងអាចថត zoom បានឆ្ងាយជាងមុនដល់ទៅ 3x សមត្ថភាព portrait របស់ lens មួយគ្រាប់នេះឃើញថាវាប្រសើរជាងមុនច្រើនយើងអាចថតរូបភ្លាមផុសភ្លាមដែលមិនចាំបាច់កែអីច្រើនទេហើយខាងក្រោមតូចនេះគឺជា LiDAR scanner វាជំនួយដល់ការចាប់ focus នៅកន្លែងខ្សោយពន្លឺ13 Pro Max មានសមត្ថភាពថតវីដេអូបានរហូតដល់ទៅ 4K 60 frame គ្រប់ lens ទាំងអស់សំខាន់លើកនេះវាមានមុខងារ video cinematic mode ពេលថតវីដេអូចេញ blur background ស្អាតគួរសមស្រដៀងជាមួយនឹងវីដេអូដែលគេថតចេញពីកាមេរ៉ាថ្លៃៗអូខេចំពោះកាមេរ៉ាមុខក៏មានទំហំ12 megapixel ដូចគ្នាដែរហើយវាមានសមត្ថភាពថតបានរហូតដល់ទៅ 4K 60 frame ឥឡូវនេះខ្ញុំកំពុងតែថតតែសាកល្បងនៅលើកាមេរ៉ាមុខហើយចំពោះសំឡេងដែលបងប្អូនបានឮក៏ជាសំឡេងដែលខ្ញុំបានថតដោយប្រើទូរស័ព្ទនេះដូចគ្នាអញ្ចឹងខ្ញុំគិតថាទូរស័ព្ទនេះមានសមត្ថភាពគ្រប់គ្រាន់បើបងប្អូនយកទៅថត vlog ធ្វើវីដេអូសម្រាប់ផុសនៅក្នុងបណ្ដាញសង្គមឬក៏អ្នកលក់អនឡាញត្រូវការទូរស័ព្ទមួយសម្រាប់ថតប្រដាកមួយនេះដឹងទៅត្រូវចំណុចខ្វះខាតសម្រាប់ខ្ញុំគឺទម្ងន់វារៀងធ្ងន់ជាងមុនបន្តិចដោយសារក៏នៅតែប្រើ Lightning ស៊េរីចាស់នៅឡើយហើយក្បាលឆកក៏នៅតែឆកដដែលអត់សូវត្រូវធៀបជាមួយខ្ញុំទេហើយបើបងប្អូនចង់ទិញទូរស័ព្ទមកទឹកបងប្អូនត្រូវតែឆែកមើលសុខភាពថ្មមុនសិនហើយកុំភ្លេចឆែកមើល Face ID ថាវានៅដែរឬអត់មួយទៀតកុំភ្លេចមើល skin ផងបើវានៅសំណុំស៊ីនចាំទិញវីដេអូនេះនាំមកជូនដោយហាងលក់ទូរស័ព្ទដៃ China Phone Shop ទិញទូរស័ព្ទថែមឆ្នាំងសាកមួយឈុតថែម skin ការពារមួយនិងថែម case មួយផងដែរប៉ុន្តែបើសិនជាបងប្អូនទិញតាមរយៈការមើលវីដេអូនេះហើយ share វីដេអូនេះមួយបងប្អូននឹងទទួលបាន power bank free មួយទៀតសំខាន់ power bank នេះមានមុខងារ MagSafe wireless charge សាកថ្មឥតខ្សែបានលឿនហើយខាងហាងមានធានាលើម៉ាស៊ីននិងអេក្រង់រយៈពេល1ខែពេញបើមានបញ្ហានឹងប្រូថ្មីជូនបងប្អូនអាចទិញលក់វាយដូរឬក៏បង់រំលោះបានគ្រប់តម្រូវការនៅក្នុងហាង China Phone Shop លីងតាក់ទងមាននៅក្នុង comment ខាងក្រោមវីដេអូនេះសរុបមកវិញ iPhone 13 Pro Max នៅក្នុងឆ្នាំ2026នេះនៅតែល្អប្រើថ្មវានៅតែកាន់គ្រាន់បើ performance ទៅលើការលេង game និងការកាត់វីដេអូនៅតែខ្លាំងសមត្ថភាពកាមេរ៉ានៅតែអែមបើធៀបជាមួយនឹងទូរស័ព្ទតម្លៃខ្ទង់$400ខ្ញុំអាចនិយាយបានថាមួយនេះថតវីដេអូបានល្អប្រសើរជាងគេឆ្ងាយអូខេទោះបីជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាមតិយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំទេសម្រាប់បងប្អូនទាំងអស់គ្នាវិញគិតបែបណាដែរកុំភ្លេច comment ឲ្យខ្ញុំដឹងផងណា